បាទសួស្តីពុកម៉ែបងប្អូនជាទីមេត្រីខ្ញុំបកករណាខ្ញុំបាទសូមគោរពថ្វាយបង្គំប្រគុណម្ចាស់គ្រប់ព្រះអង្គតាមឋានានុក្រមនិងសូមគោរពលោកយាយលោកតាបងប្អូនពុទ្ធបរិស័ទទាំងអស់និងក្នុងប្រទេសនិងក្រៅប្រទេសដោយសេចក្តីគោរពរាប់អានអំពីខ្ញុំបាទថ្ងៃនេះដែរខ្ញុំសូមលើកយកនៅដំណើររាសីប្រចាំថ្ងៃមួយតាក់ទងជាមួយនឹងអ្នកកើតឆ្នាំជូតបាទនេះអត់និយាយពីខែអត់និយាយពីថ្ងៃអីទេតែយើងនិយាយពីឆ្នាំពេញមួយជីវិតតែម្ដងសម្រាប់អ្នកកើតឆ្នាំជូតទេណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានកូនចៅឬក៏ខ្លួនឯងដែលកើតនៅក្នុងឆ្នាំជូតនោះសូមតាមដានស្ដាប់ដូចតទៅបាទនេះជាតម្រាព្រេងបុរាណដែលលោកបានចងក្រងទុកមកដើម្បីឲ្យកូនចៅប្រុសស្រីមានការប្រុងប្រយ័ត្ននិងធ្វើនៅអំពើជាកុសលហើយបើសិនណាជាគេហាមហើយយើងជៀសវាងទៅបើសិនណាជាវិរិយចម្រើនយើងគួរតែធ្វើបន្ថែមទៀតបាទកុំឲ្យខាតពេលយូរឥឡូវយើងចាប់ផ្ដើមស្ដាប់ទាំងអស់គ្នាទៅបាទមនុស្សប្រស័យណាកើតឆ្នាំជូតនាមសត្វកណ្ដុរពងសេចជាតិទេវតាប្រុសធាតុទឹកតាមប្រភពពលហៅពោថាបុគ្គលពួកនេះមានចិត្តក្លាហានដោយច្រើនអភ័ព្វខ្លួនចំពោះគុណូបការៈដល់អ្នកដទៃធ្វើល្អដល់គេតែគេមិនបានតបស្នងមកវិញទេបាទគេតែងតែធ្វើនៅអំពើអាក្រក់មកយើងវិញបើយើងជួយគេយ៉ាងណាក៏ដោយគឺគេមិនដែលសងគុណយើងទេហើយថែមទាំងនេះធ្វើអាក្រក់មកលើយើងវិញបាទអត់ដែលបានគុណទេគេថាធ្វើគុណបានទោសពាក្យពេចន៍មានន័យទូលំទូលាយទោះចេញដំណើរទៅកាន់ទិសានុទិសគឺមានគេកត់ក្រែងស្ញប់ស្ញែងទទួលរយៈចងមេត្រីភាពតែដោយសារមានបាបកម្មពីជាតិមុនមកនាំឲ្យអ្នកដទៃនឹងនិយាយដើមបាទនិយាយដើមនិងមូលបង្កាច់រឿងទៅទេអត់ប្រយោជន៍អីចឹងទៅរឿងដែលអត់មានអីសោះក៏មូលបង្កាច់ដែរដោយសារយើងមានបាបកម្មពីជាតិមុនប្រសិនបើបានលៀបផលផ្សេងលៀបនោះច្រើនតែបរិសុទ្ធប្រសិទ្ធសេចក្តីចោទប្រកាន់ចាប់កំហុសការធ្វើដំណើរទៅទីណាមកណាមានមិត្តភ័ក្តិច្រើនចំរួមយ៉ាងកុះកថាបើធ្វើការរាជការបានផលល្អលើសជាងអ្នកធ្វើការផ្សេងទៀតដោយមានចិត្តភ្ជាប់ជាមួយនឹងការទំនុកបំរុងផ្ទុយផ្ដើមកាលណាធ្វើការងារក្នុងមុខតំណែងសឹងបានផលល្អលើសជាងអ្នកធ្វើការក្នុងក្រុមជាមួយមិត្តភ័ក្តិដែលធ្វើការដូចគ្នាក៏ដោយគឺយើងមានឥទ្ធិពលអំណាចជាងគេបាទហើយបុគ្គលក្នុងអ្នកដែលកើតឆ្នាំជូតនេះតាមបុរាណលោកចំណាំថាច្រើនតែមានរោគធ្មេញបានថារោគឈឺធ្មេញឬធ្មេញពុកអញ្ចឹងទៅហើយក្បាលអាសាឈឺក្បាលឬក៏ងឿងអីចឹងទៅហើយនឹងមាត់អញ្ចឹងយើងត្រូវប្រយ័ត្នតិចទៅបាទគឺអាសាច្រើនឈឺរោគធ្មេញក្បាលហើយនឹងមាត់អញ្ចឹងនៅពេលដែលយើងបានដឹងបានឮបានស្ដាប់ហើយយើងគួរតែជៀសវាងនឹងធ្វើតាមបាទអញ្ចឹងបុគ្គលសរុបសេចក្តីមកអ្នកដែលកើតឆ្នាំជូតនេះគឺថាមានមិត្តភ័ក្តិចំរួមច្រើនតែធ្វើគុណជាមួយគេហ្នឹងមិនសូវបានលទ្ធផលល្អវិញទេច្រើនបានទោះតែធ្វើគុណសងទោសអាហ្នឹងអញ្ចឹងណាអញ្ចឹងមុននឹងយើងជួយអ្នកណាម្នាក់យើងគួរតែពិនិត្យមើលថាគេដែលនឹងអាចជួយបានឬក៏អត់ហើយយើងជួយទៅគេមិនចង់បានសគុណអីទេតែយើងចង់ថាកុំឲ្យគេហ្នឹងឲ្យទោសមកយើងវិញគ្រាន់តែថាអាចនឹងបានរួចទោសពេលដែលយើងជួយនឹងហើយក៏មានសេរីភាពមានក្តីសុខហើយខំប្រកបរបររកស៊ីផ្សេងទៅអានេះតែប៉ុណ្្នឹងទេបាទអញ្ចឹងបើសិនណាជាអ្នកទាំងអស់គ្នាបានដឹងថាយើងធ្វើគុណបានទោសហើយគួរតែប្រយ័ត្នប្រយែងក្នុងការដែលធ្វើចំពោះអ្នកដទៃហើយម្យ៉ាងទៀតក្នុងការនិយាយស្ដីអីភាគច្រើនគឺគេនិយាយនៅមុខយើងនឹងល្អតែគេនិយាយដើមយើងអាក្រក់វិញដោយសារមានគេហៅថាបាបកម្មពីជាតិមុនហើយចំពោះជំងឺផ្សេងមានឈឺក្បាលឈឺធ្មេញនិងមាត់ហ្នឹងគឺសូមមេត្តាប្រុងប្រយ័ត្នតែអាសាសម្អាតធ្មេញអាសានេះគេញ៉ាំបានច្រើនបើសិនជាឈឺក្បាលឈឺអីយើងកុំគិតច្រើនពេកបានអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅនេតិហោរាសាស្ត្រនៅក្នុងវេលាឱកាសពេលនេះហើយសូមជូនពរអ្នកឆ្នាំជូតបាទអ្នកកាត់ឆ្នាំជូតទាំងអស់ហ្នឹងឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិនទិវារាត្រីមាសប្រាក់ហូរចូលគ្រប់ប្រការអាយុវែងយឺនយូរកុំឲ្យមានរោគជាធិអ្វីមកបៀតបៀនចាប់តាំងពីត្រឹមថ្ងៃនេះតទៅសូមអរគុណសូមជម្រាបលា